បាទដើម្បីធ្វើវីដេអូបាទយើងត្រូវប្រើកម្មវិធី3បាទទី1គឺកម្មវិធី Chat GPT បាទហើយកម្មវិធីនេះបាទគឺយើងប្រើវាដើម្បីសរសេរជាសាច់រឿងបាទក៏ដូចជា prompt ដើម្បីឲ្យយើងមានតាំងពីសំណើសាច់រឿងហើយយើងមានតាំងពីរូបភាពដែលយើងចង់បានបាទហើយទី2យើងប្រើកម្មវិធី Screen បាទ Screen ហ្នឹងគឺយើងប្រើវាសម្រាប់បង្កើតជារូបភាពបាទរូបភាពដាក់ទៅលើព្រមដែលយើងបង្កើតឡើងដោយ Chat GPT បាទហើយទី3គឺយើងប្រើកម្មវិធី Eleven Lab បាទសម្រាប់បង្កើតជាសំឡេងបាទអញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាបាទពី3ដំណាក់កាលនេះដើម្បីធ្វើជាវីដេអូបាទអូខេអញ្ចឹងខ្ញុំនឹងប្រើប្រាស់ Chat GPT បាទដែលខ្ញុំ copy prompt ដែលខ្ញុំចង់បាទអញ្ចឹងខ្ញុំនឹងចូលទៅកាន់ Chat GPT បាទសម្រាប់ប្រិយមិត្តដែលអត់ទាន់មាន Chat GPT បាទប្រិយមិត្តអាចទៅចូលទៅកាន់ website ឬក៏ download បាទអាចlogin បាទទៅតាមរយៈ Gmail របស់យើងបាទអញ្ចឹងខ្ញុំមានជាសាច់រឿងមួយបាទខ្ញុំចង់សរសេរតាក់ទងទៅនឹងបាទឧទាហរណ៍ដូចថាយើងដាក់ថាបាទ Sing Big បាទអញ្ចឹងខ្ញុំចង់សរសេរជាសាច់រឿងនេះបាទសម្រាប់ជាការអប់រំហើយក្នុងសាច់រឿងនេះខ្ញុំបង្កើតជា15ឈុតបាទហើយមានជាបាទគេហៅថាការពិពណ៌នានៃសាច់រឿងហើយជាការពិពណ៌នានៃគេហៅថាអាចតួអង្គនៃសាច់រឿងបាទហើយចុងក្រោយគឺ morality បាទគឺតកតងនឹងការអប់រំបាទអូខេអញ្ចឹងខ្ញុំឲ្យវាសរសេរសាច់រឿងបែបនេះបាទអញ្ចឹងខ្ញុំឲ្យ Chat GPT ជួយខ្ញុំដើម្បីធ្វើការបង្កើតនៅសាច់រឿងនេះបាទអូខេបាទអញ្ចឹងយើងឃើញនេះគឺគេបានសរសេរបាទគឺដាក់ថានៅក្នុងភូមិមួយបាទមានបរិសម្នាក់ដែលឈ្មោះតារាហ្នឹងគាត់មានក្តីសម័យហ្នឹងគឺគាត់ចង់ខ្លាចជាអ្នកជោគជ័យបាទប៉ុន្តែគ្រប់គ្នាហ្នឹងបាទគិតថាគាត់ហ្នឹងបាទគឺនៅទូចបាទអញ្ចឹងនេះគឺជាគេហៅថាការពិពណ៌នានៅសាច់រឿងហើយដល់ពេលតាក់ទងទៅនឹង prompt ដែលយើងចង់បង្កើតជារូបភាពនេះបាទគឺជារូបភាព Pixar style បាទ animation បាទដែលជាគេហៅថាអ្នកភូមិនៅក្នុងជនបទនៅប្រទេសកម្ពុជាបាទហើយផ្ទះហ្នឹងផ្ទះឈើបាទផ្ទះឈើហើយបរិសម្នាក់បាទមើលទៅមេឃដោយក្តីសង្ឃឹមហើយក្នុងចិត្តហ្នឹងបាទគឺគិតបាទជាស្រ័យខ្ញុំប្រឡូខ្ញុំបកខុសបាទប្រិយមិត្តអញ្ចឹងយើងបានហើយបាទយើងត្រូវយកនេះយើងត្រូវយកអឺតទៅនឹងព្រមបាទឈុតទី1នេះគឺយើងយកទៅបង្កើតជារូបភាពបាទនៅក្នុងកម្មវិធី Chat Queen AI បាទអញ្ចឹងនៅក្នុងនេះបាទបងប្អូនចូលទៅបងប្អូនលុកទៅលើ Gmail របស់យើងបាទដោយសារតែខ្ញុំលុកហើយបាទអញ្ចឹងខ្ញុំអត់ទៅលុកទៀតនោះទេបាទនេះយើងឃើញដាក់ Chat Queen AI បាទអញ្ចឹងសម្រាប់បង្កើតជារូបភាពបាទអញ្ចឹងខ្ញុំចង់ឲ្យវា generate ជា image ឲ្យខ្ញុំបាទសម្រាប់សាច់រឿងនេះបាទអូខេទី1បាទហើយទី2ខ្ញុំ copy រហូតបាទអញ្ចឹងយើង copy ទី1បាទយើង copy prompt ទី2អូខេបាទទី1ខ្ញុំដាក់នៅក្នុងបាទបន្ទាប់ពីយើងបានជារូបភាពបាទយើងមានឈុតទី1រហូតដល់ឈុតទី15បាទអញ្ចឹងបន្ទាប់ពីយើងបានជារូបភាពហើយបាទយើងចាប់ផ្ដើមគេហៅថាបង្កើតជាសំឡេងបាទអញ្ចឹងដើម្បីបង្កើតជាសំឡេងនេះបងប្អូនយកកន្លែង narrative បាទអញ្ចឹងយើងទៅ copy ពី Chat GPT ដូចគ្នាដែរដោយសារតែខ្ញុំដាក់នៅលើ Word វាងាយស្រួលមើលបាទអញ្ចឹងយើង copy សាច់រឿងបាទ copy សាច់រឿងដែលគេអានហ្នឹងនេះអញ្ចឹងយើង copy មួយមកយើង copy ដាក់ទៅក្នុងកម្មវិធីបាទឈ្មោះថា Eleven Lab បាទអញ្ចឹងបងប្អូនធ្វើការចូលទៅកាន់ website ហើយធ្វើការ login ចូលបាទអូខេបាទអញ្ចឹងដោយសារតែខ្ញុំមានគណនីហើយបាទខ្ញុំអត់ទៅ sign in ទៀតទេបាទអញ្ចឹងយើងយក text to speak បាទ text to speak បាទអញ្ចឹងយើងថាសទៅលើបាទ copy ទៅលើសាច់រឿងដែលគេសរសេរជា narrative មិញបាទនេះឈុតទី1រហូតដល់ឈុតទី15បាទអញ្ចឹងយើង copy ដាក់មកពីអស់ប្រិមិត្តយើង copy ទាំងអស់ពីតាក់ទងនឹងសាច់រឿងដែលគេ
នៅក្នុងផ្នែក narrative ហើយបាទឬក៏ផ្នែកដែលគេហៅថាត្រូវអានបាទអញ្ចឹងយើង generate បាទ generative speech. In a small village, a young boy named Dara dreamed of becoming successful, but everyone around him thought small. His family struggled daily, and they believed life would never change. At school, Dara told his teacher, "I want to build something big one day." អញ្ចឹងយើងបានជាសំឡេងហើយយើងធ្វើការ download នេះប្រិយមិត្តអូខេបាទអញ្ចឹងបន្ទាប់ពីយើងបានជាបាទគេហៅថាជារូបភាពបាទជាសំឡេងសាច់រឿងហើយបាទយើងប្រើកម្មវិធី CapCut មួយទៀតបាទយើងថែម animation បាទឲ្យរូបភាពនឹងមានចលនាតាមរយៈរូបកម្មវិធី CapCut បាទក៏ដូចជា transition បាទអញ្ចឹងបន្ទាប់ពីយើងបានហើយយើងអាចធ្វើការ export វាមកដូចជាយើងធ្វើកន្លងមកទៅលើកម្មវិធី CapCut លើទូរស័ព្ទដៃបាទឬក៏នៅក្នុង computer របស់យើងឬក៏ laptop បាទអញ្ចឹងយើងបានជាវីដេអូបាទអញ្ចឹងខ្ញុំចាក់បងប្អូនមើលម្ដងទៀតបាទ In a small village, a young boy named Dara dreamed of becoming successful, but everyone around him thought small. អញ្ចឹងយើងបានជាវីដេអូមួយយើងអាចយកវីដេអូហ្នឹងទៅធ្វើការបាទ upload ទៅក្នុងYouTube ដើម្បីជាការចែករំលែកទៅកាន់អ្នកផ្សេងបាទសម្រាប់ធ្វើការទស្សនាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបាទប្រិយមិត្តបើសិនជាប្រិយមិត្តមានចម្ងល់បាទចង់សាកសួរបន្ថែមបាទប្រិយមិត្តអាចធ្វើការ comment បាទនៅក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំបាទធ្វើការចែករំលែកទៅកាន់ប្រិយមិត្តនៅចំណុចដែលប្រិយមិត្តចង់ដឹងបន្ថែមបាទអរគុណច្រើនប្រិយមិត្តទាំងអស់គ្នា